ជំរឿនជាតិប៉ូទុយហ្គាល់ត្រូវការឈ្នះដាច់ខាតសម្រាប់យប់នេះដើម្បីទៅលេងវគ្គការប្រកួត World Cup នៅប្រទេសសហរដ្ឋអាមេរិក កាណាដា និងមេស៊ីកូ 2026 អ្វីដែលសំខាន់នោះគឺកីឡាករ Cristiano Ronaldo ត្រូវបានអវត្តមានដោយសារតែកាតក្រហមជាមួយនឹងក្រុមអ៊ីឡង់ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក្រុមនេះនៅមានកីឡាករដែលមានសក្តានុពលច្រើនដូចជា Joao Felix និងកីឡាករ Bernardo Silva, Bruno Fernandes, Leao និងកីឡាករដែលជាច្រើនទៀតដែលជាខ្សែប្រយុទ្ធល្អៗហើយតើយប់នេះក្រុមជម្រើសជាតិប៉ូទុយហ្គាល់អាចយកឈ្នះក្រុមជម្រើសជាតិអាមេនីបានដែរទេព្រោះពិន្ទុរបស់ពួកគេប្រកបគ្នាមែនទែនទៅនឹងក្រុមជម្រើសជាតិហុងគ្រីដែលប៉ូទុយហ្គាល់មានចំនួនពិន្ទុ10ពិន្ទុចំណែកឯក្រុមហុងគ្រីនោះមានពិន្ទុ8ពិន្ទុដូច្នេះនេះគឺជាការប្រកួតចុងក្រោយផងដែរហើយក៏ប៉ូទុយហ្គាល់ត្រូវការឈ្នះដាច់ខាតដើម្បីឡើងទៅលេង World Cup កីឡាករជម្រើសជាតិប្រេស៊ីលកាប្រែអែលទៅបានរត់របួសកាលពីយប់មិញដោយការប្រកួតទៅនឹងសេនេហ្កាល់នេះគឺជាបញ្ហាធំមួយសម្រាប់អាសនលដែលត្រូវនឹងប៉ះជាមួយនឹងក្រុម Chelsea, Tottenham Hotspur ហើយនិងក្រុម Bayern Munich នៃ Champions League គ្រូពេទ្យមិនទាន់បានរាយការណ៍ថានឹងរបួសរយៈពេលប៉ុន្មានទេនេះជាបញ្ហាខ្លាំងមែនទែនសម្រាប់កីឡាកររបស់អាសនលប៉ុន្តែអាសនលនៅមានខ្សែការពារជាច្រើនទៀតដូចជា Timber មានកីឡាករសាលីបាអាចនឹងជំនួសកាប៉ាអែលបាន Cristiano នៅលើ IG របស់គាត់តោះពួកយើងទាំងអស់គ្នាទៅទាំងអស់គ្នាសម្រាប់ពួកយើងនឹងទង់ជាតិរបស់ប្រទេសរបស់យើងគូប្រជែងផងដែរថាយប់នេះ Cristiano Ronaldo អាចបង្ហាញខ្លួននៅប៉ូទុយហ្គាល់បានទេដោយសារតែកាតក្រហមគឺជាមួយនឹង Iceland ដូច្នេះហើយពួកក្រុមជម្រើសជាតិប៉ូទុយហ្គាល់នឹងអវត្តមានខ្សែប្រយុទ្ធដូចនេះនៅការប្រកួតដ៏សំខាន់អបអសាទរ Greenwood ឈ្នះពានរង្វាន់កីឡាករល្អប្រចាំខែរបស់លីកអងនៅប្រទេសបារាំងគូប្រជែងផងដែរថា Greenwood ត្រូវបានម៉ាក់សៃទិញពីក្រុម Manchester United ក្នុងតម្លៃ42លានអឺរ៉ូ45គ្រាប់បូកក្នុងរយៈពេល11ឆ្នាំគ្មានកីឡាករណាដែលធ្វើបានគ្រាប់បាល់រយៈពេល11ឆ្នាំដោយកីឡាករទាំងពីរនេះទេនោះគឺកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi គូប្រជែងផងដែរថាកីឡាករទាំងពីរគឺឈរជើងបានយ៉ាងរឹងមាំរយៈពេល11ឆ្នាំដែលរកគ្រាប់បាល់បានរហូតដល់45គ្រាប់បូកទូមានខ្សែប្រយុទ្ធល្អៗដូចជាកីឡាករ Alexander Isak និង Joao Griezmann ប៉ុន្តែសេចក្ដីធ្វើមិនបានល្អឡើយនៅជម្រុះ World Cup ដោយចាញ់ការប្រកួតរហូតដល់ទៅ4ស្មើ1និងឈ្នះ1ហើយក៏មិនមានឱកាសក្នុងការទៅលេង World Cup នៅប្រទេសអាមេរិក កាណាដានិងមេស៊ីកូផងដែរសុទ្ធចូលក្រុមគេបានតែ3គ្រាប់ហើយរបូតគ្រាប់បាល់វិញរហូតដល់ទៅ11គ្រាប់ឯណោះ Bruno Fernandes វាជារឿងដ៏អស្ចារ្យសម្រាប់ប្រទេសរបស់យើងនិងអ្នកគាំទ្រហើយនឹង Cristiano Ronaldo វាគឺជាការបញ្ចប់ដ៏ល្អរបស់ Cristiano Ronaldo បើសិនជាពួកយើងអាចឈ្នះ World Cup នៅឆ្នាំ2026នៅសហរដ្ឋអាមេរិក កាណាដានិងមេស៊ីកូគូបញ្ជាក់ផងដែរថា Cristiano Ronaldo បាននិយាយថានៅក្នុងកិច្ចសម្ភាសន៍គាត់នឹងលេងឈប់ពីជម្រើសជាតិចុងក្រោយដែលគាត់នឹងប្រកួតនៅឆ្នាំ2026នៅក្នុង World Cup ចុងក្រោយរបស់គាត់